បាទសូមគោរពជំរាបសួរនិងស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមកកាន់ Channel បាទស្ដាប់រឿងនិទានរបស់ខ្ញុំបាទថ្ងៃនេះដែរខ្ញុំបាទ admin បានពំនាំនៅសាច់រឿងនិទានថ្មីមួយទៀតឲ្យមកចែករំលែកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារីករាយសម្ដាប់មុននឹងឈានទៅដល់ការសម្ដាប់នៅសាច់រឿងនិទានមួយនេះសូមមេត្តាបងប្អូនមេត្តាជួយចុចនៅ Subscribe នៅលើ Channel របស់ខ្ញុំបាទដែលជាការស្ដាប់រឿងនិទានមួយនេះម្នាក់មួយផងដើម្បីឲ្យ admin ធ្វើវីដេអូថ្មីបន្ថែមនោះពុកម៉ែបងប្អូននឹងទទួលបានវីដេអូថ្មីបន្ថែមតាមរយៈការចុច Subscribe នៅលើ Channel មួយនេះឥឡូវយើងកុំឲ្យខាតពេលវេលាយូរយើងទៅស្ដាប់នៅសាច់រឿងនិទាននេះតើវាមានអត្ថន័យវាមានន័យយ៉ាងណាខ្លះដោយចំណងជើងថាបានសរសេរថាជីវិតគេជីវិតយើងតើជីវិតគេជីវិតយើងនេះគឺគេចង់និយាយបែបម៉េចហើយជីវិតយើងនេះគឺគេចង់និយាយបែបម៉េចតោះឥឡូវយើងកុំឲ្យខាតពេលវេលាយូរទៅស្ដាប់នៅសាច់រឿងនិទាននេះតែម្ដងបាទទាំងអស់គ្នាបាទព្រះអាទិត្យទើបតែបង្ហាញមុខពីក្រោយភ្នំឆ្លុះបញ្ចាំងស្មៅខៀវស្រងាត់និងមានទឹកសន្សើមនៅពេលព្រឹកពេលឮសំឡេងបក្សីកំពុងតែស្រែកសើចសប្បាយជុំវិញព្រៃខៀវស្រងាត់នៅចំហៀងនោះមានបុរសម្នាក់កំពុងដើរជើងស្ងៀមស្ងាត់តាមដងផ្លូវដើមឈើបក់រសៀកធ្លាក់ខ្យល់ពីជើងបុរសម្នាក់នោះឈ្មោះថាសំណាងមានវ័យប្រហែលជា35ឆ្នាំជាព្រានព្រៃដែលរស់នៅតាមព្រៃភ្នំគាត់យកជីវិតស្ទើរតែមួយជីវិតរបស់គាត់មានសង្គ្រាមជាមួយនឹងធម្មជាតិដោយបរបាញ់សត្វដើម្បីលក់សាច់និងទិញអង្ករទិញស្ពៃឲ្យគ្រួសារពេលដើរបាននៅក្នុងព្រៃគាត់តែងតែចឹងគិតថាពីមួយថ្ងៃទៅមួយថ្ងៃតែងតែរើសាច់និងសត្វមកឲ្យប្រពន្ធកូនលក់ជារៀងរាល់ថ្ងៃនៅថ្ងៃនេះដែរគាត់បានដើរចូលទៅក្នុងព្រៃហើយគាត់បាននិយាយក្នុងចិត្តថាតើថ្ងៃនេះមានសត្វធំអ្វីឲ្យខ្ញុំទេសំឡេងកាំភ្លើងលើដៃរបស់គាត់សំឡេងខ្យល់បក់មករសៀកជាមួយនឹងមិត្តចាស់របស់គាត់ប៉ុន្តែថ្ងៃនេះព្រៃហាក់បីដូចជាស្ងៀមស្ងាត់ខុសប្លែកពីធម្មតាសំណាងដើរជើងស្ទើរតែពុំមានសំឡេងសោះខ្យល់ហូរបក់រសៀកនៅលើស្លឹកឈើដូចធ្វើឲ្យព្រឺព្រួចបន្ទាប់ពីដើរប្រហែលជា20នាទីកន្លងមកគាត់បានឮសំឡេងខ្លីមួយចក់គាត់បញ្ឈប់ជើងភ្នែករបស់គាត់មើលទៅក្រោមដើមឈើមួយមានសត្វទន្សាយមួយកំពុងតែរត់ត្រដេកត្រដាសមើលទៅគួរឲ្យផិតភ័យខ្លាចនឹងផិតភ័យមើលទៅស្លន់ស្លោខ្លាំងណាស់ពេលនោះដែរសំណាងបានក្រឡេកទៅមើលនឹងជើងរបស់ទន្សាយស្រាប់តែឃើញកូនទូចទាំងពីរដែលទើបនឹងកើតដេករនាបរនាលដោយភ្នែកទូចមើលទៅគួរឲ្យស្រឡាញ់ប៉ុន្តែសំណាងបានលើកកាំភ្លើងឡើងដោយចិត្តបែបមិនប្រណីហើយគាត់កាន់កាំភ្លើងនោះបំរុងនឹងបាញ់ប៉ុន្តែគាត់បានរៀបនឹងស្រមែលស្ររេទៅចំនឹងទន្សាយនោះកូនទន្សាយមួយក្បាលងើបក្បាលឡើងភ្នែកវាមិនទាន់ដឹងថាសេចក្តីភ័យខ្លាចនឹងកើតឡើងឡើយវាមើលមកសំណាងដូចជាឪពុករបស់វាអញ្ចឹងចិត្តគាត់ស្ទើរតែស្ទះប៉ុន្តែសត្វទន្សាយតែជាម្ដាយវិញកំពុងអោបកូនទម្លាក់ភ្នែកមកមើលគាត់ដូចជាអំពាវនាវមិនឲ្យគាត់ធ្វើបាបនិងមិនឲ្យគាត់បាញ់សម្លាប់ខ្លួននិងកូនរបស់ខ្លួនឡើយសំណាងនិយាយក្នុងចិត្តហើយ
ហេតុអ្វីព្រៃនេះស្ងាត់បែបនេះហេតុអ្វីភ្នែកវាដូចជាមានន័យថាចង់សុំសេចក្តីមេត្តាពីសំណាងគាត់ឈប់ដកដង្ហើមដៃកាន់កាំភ្លើងឡើងធ្ងន់ចិត្តគាត់កើតមានអារម្មណ៍ចម្លែកដែលមិនធ្លាប់មានម្ដាយដែលជាទន្សាយបានកាន់ដៃកូនយ៉ាងស្លេកស្លាំងហើយរត់ទៅក្រោមដើមឈើមួយប៉ុន្តែរត់មិនឆ្ងាយវានៅតែត្រឡប់មកមើលសំណាងវិញដូចជាមនុស្សម្នាក់ដែលសុំសេចក្តីមេត្តានិងសុំសេចក្តីសង្ឃឹមពីមនុស្សម្នាក់ទៀតពេលនោះដែរសំណាងស្រមើស្រមៃអំពីកូនស្រីរបស់ខ្លួនដែលនៅឯផ្ទះដែលកូនស្រីរបស់ខ្លួនឈ្មោះស៊ីណាមានអាយុ5ឆ្នាំជាកូនស្រីរបស់គាត់ដែលគាត់ស្រឡាញ់បំផុតគាត់ចាប់អារម្មណ៍ដូចជាទន្សាយដែលកំពុងបំភ្លឺរូបភាពនៅក្នុងចិត្តរបស់គាត់អញ្ចឹងពេលនោះដែរសំណាងបាននិយាយក្នុងចិត្តស្រាលបើសិនជាអ្នកណាមកបាញ់ស៊ីណាដែលជាកូនរបស់ខ្ញុំក៏យំនឹងអោបកូនវិខ្លួនបែបនេះដែរដៃរបស់គាត់ធ្លាក់ចុះកាំភ្លើងប៉ះនឹងដីសំឡេងត្រជាក់នៃដីសើមបំបត្តិសំឡេងគិតក្នុងចិត្តគាត់យកដៃប៉ះដីកញ្ឆក់កាំភ្លើងឡើងលើហើយគាត់ដើរចេញដោយស្ងាត់ពេលដើរចេញពីទីនោះសំណាងមានអារម្មណ៍ថាព្រៃមិនស្ងាត់ទេប៉ុន្តែចិត្តគាត់ពិតជាស្ងាត់ណាស់គាត់មានសំឡេងមួយកើតឡើងពេញបេះដូងអ្នកដទៃដឹងសេចក្តីមេត្តាគឺជាអ្នកឈ្នះសង្គ្រាមក្នុងចិត្តពីថ្ងៃនោះមកសំណាងឈប់ព្រានព្រៃគាត់យកកាំភ្លើងចាស់ទៅលក់ហើយនឹងចំណាយប្រាក់នោះសង់សង្ក្រានឬក៏សង់លំនៅឋានតូចដែលសម្រាប់សត្វចិញ្ចឹមឬក៏សត្វព្រៃឯផ្សេងទៀតមកជ្រកោនមិនត្រឹមតែប៉ុណ្ណោះគាត់បានចាប់ផ្ដើមដាំបន្លែដាំដើមឈើនិងនឹកឃើញរូបភាពដល់កូនទន្សាយតូចដែលយំអោបម្ដាយដែលម្ដាយកំពុងតែអោបដែលមានភាពភ័យខ្លាចនោះមួយឆ្នាំក្រោយមកព្រៃក្បែរភូមិគាត់មានសត្វច្រើនឡើងវិញមនុស្សជាច្រើនកំពុងសង្កេតសួរហេតុអ្វីសំណាងឈប់បាញ់សត្វគាត់ញញឹមបន្តិចហើយឆ្លើយប្រាប់មួយឃ្លាថាខ្ញុំបានឃើញកែវភ្នែកមួយគូដែលបង្រៀនឲ្យខ្ញុំដឹងថាជីវិតគ្រប់ដួងចិត្តសិតសឹងតែមានម្ដាយមានឪពុកសិតសឹងតែមានអត្ថន័យអប់រំហើយសិតសឹងតែជាកែវភ្នែកដែលធ្វើឲ្យខ្ញុំភ្ញាក់រលឹកពីអំពើបាបហើយសំណាងក៏បាននិយាយថែមទៀតថាចាប់តាំងពីពេលនេះទៅខ្ញុំឈប់បរបាញ់សត្វទៀតហើយខ្ញុំដាក់មងដាក់សន្ទូចនៅក្នុងបឹងនៅក្នុងទន្លេវិញដើម្បីបរិភោគព្រោះវាគ្មានអ្វីប៉ះពាល់ទៅដល់ទុក្ខធម្មជាតិព្រោះត្រីសាច់នេះគឺជាធម្មជាតិដែលមនុស្សទូទៅសម្រាប់តែបរិភោគពេលនោះដែរសំណាងក៏ដើរចេញហើយសត្វឯទៀតក៏បានយំទ្រហឹងអើងកងនៅព្រៃដែលសំណាងបានដាំនៅក្នុងចំណោមសាច់រឿងនេះគឺគេបានបង្ហាញឲ្យថាគឺការយោគយល់និងការដឹងគុណទៅលើជីវិតអ្នកដទៃនោះធ្វើឲ្យជីវិតរបស់ខ្លួនលួចផុតពីអំពើបាបពីអំពើធ្លាក់នរកគឺពេលដែលយើងធ្វើអ្វីមួយគឺយើងតែងតែនឹកឃើញសម័យទៅដល់ទង្វើដែលយើងធ្វើទៅលើគេនេះតើវាផលប៉ះពាល់មកលើយើងវិញតើយើងឈឺចាប់ប៉ុណ្ណានៅពេលដែលយើងចង់បានអ្វីមួយដែលទៅលើកម្លាំងទៅលើអ្វីបំពេញទៅលើគេនេះតែនៅពេលថ្ងៃមួយមានអ្នកដទៃមកបំពេញលើយើងតែយើងមានសេចក្តីបែបណាចំពោះខ្លួនអញ្ចឹងសាច់រឿងនេះគេបានឆ្លុះបង្ហាញឲ្យឃើញថាជីវិតយើងសុទ្ធសឹងតែរស់នៅលើផែនដីដូចគ្នាទោះបីយើងបាញ់គេទោះបីយើងមិនបាញ់គេក៏ជីវិតយើងក៏ចង់រស់ជីវិតគេក៏ចង់រស់ដែរធម្មជាតិកើតឡើងបានសម្រាប់ឲ្យមនុស្សបរិភោគហូបឆក់ប៉ុន្តែការអនុគ្រោះការអធ្យាស្រ័យគឺស្ថិតនៅលើតាមកលៈទេសៈ
អញ្ចឹងសាច់រឿងនេះក៏បានបញ្ចប់ទៅត្រឹមនេះដែរបើសិនជាបងប្អូនស្រឡាញ់និងពេញចិត្តវីដេអូមួយនេះសូមមេត្តាជួយចុច Subscribe នៅលើ Channel នេះមួយផងអញ្ចឹងសូមគ្រប់និងសូមគ្រប់លា